សួរខ្ញុំបាទឈ្មោះចន្ទថាជាសហស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន VRS ក្រុមហ៊ុន VRS បើកដំណើរការនៅឆ្នាំ2018បច្ចុប្បន្ននេះក្រុមហ៊ុននាំចូលនិងចែកចាយចតាយន្តម៉ាកជប៉ុន Sanyo ដែលជា brand របស់ជប៉ុនអ្វីដែលធ្វើឲ្យយីហោយើងខ្លាយនឹងលេចធ្លោជាងគេមាន3ចំណុចទី1គឺយើងផ្ដោតលើប្រឹក្សាយោបល់ទី2គឺ standard based on product ទី3គឺ quality based installation បញ្ហាធំដែលយើងជួបប្រទះក្នុងការធ្វើម៉ាកយីហោនិងការចែកចាយយើងមាន3ចំណុចទី1គឺផ្នែកធនធានមនុស្សចំណុចទី2គឺចំណេះដឹងអ្នកប្រើប្រាស់ទី3គឺវិបត្តិសេដ្ឋកិច្ចសកលជះឥទ្ធិពលផែនការសម្រាប់បរិយាយីហោនិង brand នៅក្នុងប្រទេសយើងមាន2ចំណុចទី1យើងចង់សហការជាមួយដៃគូឲ្យកាន់តែច្រើនទី2យើងចង់ពង្រឹងសេវាកម្មឲ្យកាន់តែល្អប្រសើរសូមអរគុណទៅដល់ Outstanding Asia Pacific Franchise and Brand Excellence Award ឆ្នាំ2025ដែលបានជ្រើសរើសរូបខ្ញុំជាម្ចាស់ពានរង្វាន់សម្រាប់ឆ្នាំ2025នេះសូមអរគុណ